សន្ទុះប្រាក់ដុល្លារបានធ្លាក់ចុះក្រោមកម្រិត 96.6 នៅថ្ងៃនេះសន្ទុះប្រាក់ដុល្លារបានបន្តការធ្លាក់ចុះក្រោមកម្រិត 96.6 នៅថ្ងៃពុធនេះខណៈដែលវិនិយោគិនបានទន្ទឹងរង់ចាំរបាយការណ៍ការងារក្នុងខែមករាដែលត្រូវបានពន្យាពេលចេញផ្សាយហើយមានការរំពឹងទុកថានឹងមានកំណើនយឺតភាពខ្សោយរបស់ប្រាក់ដុល្លារនេះក៏ដោយសារតែទិន្នន័យការលក់រាយការពីម្សិលមិញគឺចេញផ្សាយមិនបានដោយការព្យាករណ៍នោះទេបន្ថែមពីលើនេះយើងឃើញថានាយកករចិនបានណែនាំឲ្យស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសនេះបានកំណត់ឬក៏មានការបន្ថយនៅការកាន់កាប់បានបំណុលរយៈពេលខ្លីរបស់សហរដ្ឋអាមេរិកយោងតាមប្រភព The Wall Street Journal បានឲ្យដឹងថាទិន្នផលមូលបត្របំណុលរយៈពេល2ឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមកនៅត្រឹម 3.47% ខណៈដែលទិន្នផលមូលបត្របំណុលរយៈពេល10ឆ្នាំបានធ្លាក់ចុះមកនៅត្រឹម 4.18% ការនៅតែបន្តធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារនេះបានធ្វើឲ្យតម្លៃមាសនៅតែរក្សាភាពខ្លាំងរបស់ខ្លួនដដែលយោងតាមប្រភព The Wall Street Journal ដដែលក៏បានឲ្យដឹងដែរថាទីផ្សារក៏កំពុងតែមានការបារម្ភនៅក្នុងការលក់មូលបត្រដែលមានទំហំទឹកប្រាក់រហូតដល់ 58,000 លានដុល្លាររបស់សហរដ្ឋអាមេរិកប្រតិកម្មពីព័ត៌មានខាងលើនេះបានធ្វើឲ្យសន្ទុះប្រាក់ដុល្លារនៅតែបន្តការធ្លាក់ចុះនិងជំរុញតម្លៃមាសកាន់តែកើនឡើងឥឡូវនេះយើងក្រឡេកមកមើល Technical Outlook វិញម្ដងចំណុច 96.6 គឺជាចំណុចទាបបំផុតប្រចាំខែ9កាលពីឆ្នាំទៅហើយយើងឃើញថាចំណុចនេះគឺជាចំណុច Key Support នៃសន្ទុះប្រាក់ដុល្លារផងដែរហើយឥឡូវនេះតម្លៃកំពុងតែ consolidate នៅក្នុងកម្រិត 96.5 ករណីដែលមានការបិទតម្លៃនៅក្រោមកម្រិត 96.0 និងប្រសិនបើជាទិន្នន័យរបស់សហរដ្ឋអាមេរិកនៅថ្ងៃនេះផ្សាយចេញមកមិនល្អដោយការរំពឹងទុកនោះអាចនឹងជំរុញឲ្យតម្លៃសន្ទុះប្រាក់ដុល្លារនេះនឹងមូលទៅខាងក្រោមរហូតដល់តម្លៃ 95.7 ងាកមកមើល Technical Outlook របស់តម្លៃមាសវិញម្ដងយើងឃើញថាដោយសារតែយប់ម្សិលមិញមានការចេញផ្សាយនៅទិន្នន័យការលក់រាយមានភាពមិនល្អប្រសើរធ្វើឲ្យតម្លៃ push ឡើងរហូតដល់លើកម្រិត $5,070 នៅក្នុង1អោនតម្លៃ58គឺជាតម្លៃ short term resistance របស់តម្លៃមាសប្រសិនបើជាទិន្នន័យរបស់សហរដ្ឋអាមេរិកយប់នេះចេញផ្សាយមកមិនមានភាពខ្លាំងនោះទេអាចនឹងរុញឲ្យតម្លៃនេះបែកនៅកម្រិត58នេះតែម្ដងការព្យាករណ៍អំពីទិន្នន័យការងាររវាង The Forex Factory ជាមួយនឹង The Wall Street Journal ហាក់បីដូចជាមានការផ្ទុយគ្នាបន្តិចខណៈដែល The Wall Street Journal បានព្យាករណ៍ថា Non-Farm Employment Change នឹងកើនឡើងដល់ត្រឹមតែ 55,000 ការងារតែប៉ុណ្ណោះ